ជំរាបសួរបាទអញ្ចឹងតបវីដេអូលោកគ្រូសិនហ្នឹងហើយលោកគ្រូឡៃចាំខ្ញុំធ្វើវីដេអូជូនបាទអញ្ចឹងសម្រាប់អ្នក Android ណាខ្ញុំអត់សំដៅលើខាង iOS ព្រោះខ្ញុំប្រើ Android អញ្ចឹងយើងទៅរក setting ទៅលោកគ្រូបាទប្រើ setting ហ្នឹងមកហើយយើងទៅរកឡើង app ហ្នឹងមកលោកគ្រូហើយតមកទៀតយើងទៅរកពាក្យថា Chrome ប៉ុន្តែមិនមែន Chrome គ្រប់គ្នាណាវាអាស្រ័យលើអ្នកទាំងអស់គ្នាបើលោកគ្រូប្រើ Chrome យក Chrome បើ Firefox យក Firefox មកអញ្ចឹងណាហើយតមកទៀតយើងទៅរកពាក្យកន្លែងstorage វាបាទ storage តមកលោកគ្រូមើល data វាធម្មតាកាលណាយើងលេងវាឡើង data វាអញ្ចឹងហើយយើង clear data នេះចោលលោកគ្រូនេះ clear និយាយថា clear data ទៅហើយយក clear all data មកបាទមានន័យវា clear រាល់ទិន្នន័យអាហ្នឹងយើងលុបអាទិន្នន័យចាស់វាចោលចប់ហើយប៉ុណ្ណឹងឥឡូវយើងទៅមើល PLP វិញបាទអញ្ចឹងយើងចូលតាម search ហ្នឹងមក PLP មកបាទខ្ញុំអត់ទាន់បាន download ទុកលើអេក្រង់ទេបាទអញ្ចឹងកាលណាយើង clear data អ្វីគ្រប់យ៉ាងគឺវាលែងស្គាល់អស់ហើយបាទវាលែងស្គាល់អញ្ចឹងវាចាប់យកថ្មីមួយសារទៀតបាទអញ្ចឹង yes and in អញ្ចឹងមកអានឹងសម្រាប់អ្នកមាន email មានអីនៅក្នុង Chrome អញ្ចឹងណាបាទអញ្ចឹងនេះមកអូខេអញ្ចឹងយើងចូលជំនាន់ថ្មីមកនេះចូលជំនាន់ថ្មីមកលេងចេញដូចចង់ហើយបាទអញ្ចឹងវាមកវាបោះទាំងនឹងឲ្យហើយកាលណាយើងលុកមួយសារទៀតបានហើយប៉ុន្តែបញ្ជាក់លោកគ្រូផង complete dolly code នៅក្នុងកន្លែងថ្នាក់គ្រប់គ្រងសាលារៀនណាឈ្មោះខ្លួនឯងទៅ dolly code នៅក្នុងផងព្រោះអីជាប្រកាសតាំងថ្ងៃមុនខ្ញុំដូរថ្ងៃមុនដែរប៉ុន្តែដូរហើយវាបរាជ័យគឺអញ្ចឹងអរគុណច្រើនលោកគ្រូបាទ